ម៉េចបានគេឈប់ប្រើផលិតផលរបស់ថៃ អូខេបាទអរគុណកូនសម្រាប់សំណួរនេះបាទនៅពេលដែលយើងធ្វើសង្គ្រាមណានៅពេលដែលថៃបាញ់យើងកូនខាងយើងក៏ស្លាប់ដែរខាងថៃវាស្លាប់ដែរតែខាងយើងក៏ស្លាប់ដែរអញ្ចឹងយើងឈប់ប្រើរបស់ថៃមូលហេតុអីគឺយើងចង់គោរពដល់វីរៈកងទ័ពរបស់យើងណាកងទ័ពណាកងទ័ពគឺអ្នកការពារទឹកដីយើងណាកូនហើយថៃវាបាញ់ស្លាប់បាញ់កងទ័ពយើងអញ្ចឹងវាបានលុយពីណាទៅទិញអាវុធមកបាញ់គឺយើងទិញផលិតផលរបស់ថៃមែនអត់យើងទិញផលិតផលរបស់ថៃលុយហ្នឹងហូរទៅថៃហើយថៃអ្នកដឹកនាំគេកាប់ពុនហ្នឹងគឺថាគេយកពីលុយឧទាហរណ៍ថាគេលក់បាន$10000ឧទាហរណ៍អញ្ចឹងណាអញ្ចឹងក្នុងនោះបងពុនដូចថា$1000ឬក៏$2000ក្នុង$10000អញ្ចឹង$1000ទៅ$2000ឧទាហរណ៍អញ្ចឹងគេយក$2000ទៅទិញអាវុធទៅទិញយន្តហោះចម្បាំងទៅទិញកាភ្លើងណាអាវុធហ្នឹងគឺកាភ្លើងហើយគេយកមកបាញ់យើងមែនអត់បាញ់យើងហើយយកបាញ់យើងហើយយើងអត់លុយទៀតចង់និយាយថាយើងទិញរបស់គេមែនទេយើងទិញរបស់គេយកលុយដែលយើងទិញហ្នឹងទៅទិញអាវុធមកបាញ់យើងទៅហ៊ានយើងយកដៃយើងទៀតនឹងហើយបានជាយើងផ្អាកឈប់ប្រើរបស់ថៃសិនយើងមិនផ្អាកយើងអត់ដឹងប្រហែលឆ្នាំទេ2ឆ្នាំ3ឆ្នាំ4ឆ្នាំ5ឆ្នាំយើងអត់ដឹងទេយើងផ្អាកឈប់ប្រើសិនរហូតដល់យើងស្រស់ស្រួលគ្នាឥឡូវយើងកំពុងឆ្លោះគ្នាមែនទេកម្ពុជានិងថៃកំពុងឆ្លោះគ្នាបើយើងនៅបន្តប្រើរបស់ថៃទៀតមានន័យថាយើងទិញរបស់ថៃលុយនឹងហូរចូលទៅប្រទេសថៃយកពុនពីផលិតផលទំនិញទាំងអស់នោះទៅទិញអាវុធទិញយន្តហោះទិញគ្រាប់បែកទិញគ្រាប់ភ្លើងមកបាញ់យើងស្លាប់ហើយយើងទិញរបស់គេអញ្ចឹងហើយបានជាយើងប្រជាពលរដ្ឋយើងភាគច្រើនមិនទាំងអស់ហើយណាមានតិចតួចគាត់នៅតែបន្តប្រើរបស់ថៃតែភាគច្រើនគឺឈប់ប្រើដោយសារអីដោយសារតែដូចតាបញ្យល់អញ្ចឹងគឺគេយកលុយពីយើងហើយទៅទិញយន្តហោះទិញអាវុធមកសម្រាប់យើងទៀតអញ្ចឹងយើងឈប់ប្រើសិនហ៎អូខេទោះតែយើងស្រស់ស្រួលមានសន្តិភាពមួយគ្នាតាមយើងទៅទៀតថាយើងគូប្រើឬអត់ឥឡូវយើងឈប់ប្រើសិនយើងផ្អាកសិនអូខេអញ្ចឹងគេហៅថាផ្អាកហ្នឹងអត់ប្រើហ្នឹងគេហៅថាពហិការនិយាយកូនបាទអរគុណច្រើនបងប្អូនអរគ្នាហើយយើងជម្រាបលាបងប្អូនទាំងអស់គ្នាអ៊ំពូមីង